បាននិយាយពីមាន់បំពងជាមួយនឹងគល់ស្លឹកគ្រៃនេះកូនខ្ញុំក៏ចូលចិត្តខ្លាំងដោយសារតែមាន់ដែលខ្ញុំបំពងនោះគឺស្រួយល្អហើយមានក្លិនឈ្ងុយជាមួយនឹងគល់ស្លឹកគ្រៃទៀតចំពោះវិធីធ្វើក៏អត់ពិបាកដែរបងប្អូនដំបូងគឺខ្ញុំប្រឡាក់សាច់របស់យើងសិនជាមួយនឹងម្សៅស៊ុបហើយនិងអំបិលបន្ទាប់មកខ្ញុំទុកសាច់យើងមួយដុំសិនដើម្បីឲ្យចូលជាតិហើយខ្ញុំឆ្លៀតទៅហាន់គល់ស្លឹកគ្រៃខ្ទឹមក្រហមខ្ទឹមសហើយនិងម្ទេសបន្ទាប់មកខ្ញុំយកខ្ទឹមសជាមួយនឹងម្ទេសបុកបញ្ចូលគ្នាដើម្បីទុកសម្រាប់ឆាគ្រឿងរបស់យើងពេលរួចរាល់ហើយខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់បន្ទាប់មកខ្ញុំបំពងសាច់មាន់របស់យើងចំពោះការបំពងគឺខ្ញុំអត់ប្រើភ្លើងខ្លាំងពេកទេបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមទលាយទឹកស៊ុបដើម្បីសម្រាប់ឆាជាមួយនឹងមាន់បំពងយើងហើយគ្រឿងផ្សំរបស់យើងមានដូចជាម្សៅស៊ុបប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវទឹកប្រេងខ្យងទឹកប៉េងប៉ោះហើយនិងទឹកម្ទេសពេលដែលលាយទឹកស៊ុសរួចរាល់ហើយខ្ញុំចាប់ផ្ដើមបំពងគល់ស្លឹកគ្រៃជាមួយនឹងខ្ទឹមសរបស់យើងឥឡូវនេះខ្ញុំចាប់ផ្ដើមបំពងខ្ទឹមក្រហមជាមួយនឹងគ្រឿងបុករបស់យើងបញ្ចូលគ្នាបន្ទាប់មកទៀតឆាទឹកស៊ុសយើងឲ្យឡើងជើងក្រងហើយយើងចាក់មាន់បំពងរបស់យើងចូលចុងក្រោយគឺខ្ញុំបន្ថែមជាមួយនឹងគល់ស្លឹកគ្រៃហើយនិងខ្ទឹមសគឺជាការស្រេចសូមអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត